បាទជំរាបសួរប្រហែលបងប្អូនគ្នាថ្ងៃនេះថ្ងៃទី28ខែ6 2025ពុកម៉ែបងប្អូនចាក់ចំនួន3ឡានបាទ3ឡានបានប៉ុណ្ណេះពុកម៉ែបងប្អូនបាទនេះយើងមើលទាំងអស់គ្នាទៅបាទគឺបានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទនៅខ្វះខាតតទៀតថារកចាក់បាន2ឡានបន្ថែមទៀតឬយ៉ាងម៉េចចាំមើលសិនពុកម៉ែបងប្អូនបាទវានៅខ្វះច្រើនមែនតើចង់ឲ្យពេញមកកឡុកទៅហ្នឹងបើវាអត់តន់ពេញទេពុកម៉ែបងប្អូនបាទទៀតមើលទៅឃើញស្អាតបងប្អូនបាទយើងកាយហើយទៅឃើញស្អាតស្មើល្អត្រឹមជង្គង់បងប្អូនបាទcòn làកម្ពស់ត្រឹមជង្គង់យើងចាក់ពីមុខដេញទៅខាងក្រោយនៅច្រើនទៀតបងប្អូនតែយើងចាំមើលចាំស្រែស្រងតាមក្រោយទៀតបាទមកនៅខ្វះច្រើនមែនតើបាទនៅទៀតតែនេះវាស្មើបងប្អូនយើងស្មើគៀនកែមផ្ទះហ្នឹងវាស្មើហើយបងប្អូនមើលគាត់នៅកម្ពស់គាត់កម្ពស់ហ្នឹងធ្វើជង្គង់ហើយបងប្អូនមើលទៅមុខវិញបាទមើលទៅមុខវិញចាក់បានត្រឹមហ្នឹងទេបាទបានត្រឹមនេះ3ឡានថ្មភ្នំបងប្អូនបាទចាក់ថ្មភ្នំចង់បន្ថែមបាន2ឡានទៀត2ឡានទៀតទៅត្រឹមហ្នឹងស្មើដល់មុខដល់ត្រឹមឆ្កែដេក2ឡានទៀតតែនោះនៅទៀបខាងមុខនៅទៀបដែរចាំមើលមួយថ្ងៃ2ទៀតសិនបងប្អូនភ្លៀងខ្វែកឆ្វាច់ឲ្យវាស្ងួតដីបន្តិចសិនមកចាក់បាន2ឡានទៀតcònនៅទៀបឡើយបងប្អូនទៅនេះចាក់មកកឡុកទៅហ្នឹងបងប្អូនកឡុកទៅហ្នឹងរហូតមកដល់កន្លែងឆ្កែដេកធ្វើហ្នឹងមកបានណាcònនៅទៀបឡើយចាក់ដីចឹងទៅឃើញស្មើស្អាតបងប្អូនបាទឃើញស្មើស្អាតទៅនេះកឡុកនៅមុខក៏ត្រូវចាក់ដែរបងប្អូននៅទៀបឡើយតែយើងចាក់ក្រោយសិនហើយយើងចាក់ខាងក្រោយសិនស្អាតបងប្អូនឃើញស្មើស្អាតឆេញហ្មងថ្មភ្នំអត់ទៅស្អាតទេបងប្អូនដល់ពេលភ្លៀងមកវាដីខាងលើវាធ្លាក់ទៅខាងក្រោមទៅវានៅតែថ្មដីកតិចថ្មភ្នំក៏ល្អមួយយ៉ាងដែរមុនដំបូងថារកដីគ្រោះក្រហមបងរកដីគ្រោះក្រហមដល់ពេលគ្រោះក្រហមអត់មានយកដីភ្នំមកបាទដោយថ្មធំខ្លះហើយខ្លះអីទេមកពេលច្រើនគឺថ្មល្អិតច្រើនបានប៉ុណ្ណឹងបងប្អូន3ឡាននេះទ្រាំមកជុំវិញនឹងទៀតបងប្អូនអូច្រើនចូល20ឡានទេដឹងបងប្អូនចង់មកស្អាតមកប្រហែលជា20ឡានជាង20ឡាននៅស្មើហើយនៅខាងក្រោយនោះទៀបមែនតែនបងប្អូនដកក្រោយតែវាតន់ចាក់ឯងបងប្អូនធ្វើតែប៉ុណ្្នឹងសិននៅខាងក្រោយវានៅក្លុកចឹងចោះចាំពេលយើងមានលុយមានកាក់ច្រើនចាំយើងចង់ចាក់បន្ថែមយើងចាក់បន្ថែមទៀតវាខ្ពស់ទៅខាងក្រោមនោះចូលកន្លះម៉ែត្រចុះ1ម៉ែត្រទៅដឹងបងណាយើងចាស់ទៀបទៅរហូតដល់ក្រោយទៀបទៅប្រហែលជាធំចកេះហើយមកទៅចូល1ម៉ែត្រខាងក្រោយរត់ទៅទៀបបាទរត់ទៅទៀបណាគាត់ក៏ពុះបងប្អូនមើលបាទគាត់ក៏ពុះហ្នឹងហើយអាហ្នឹងហើយតនេះបងប្អូននៅស្រុតទៀតស្រុតទៅបដើភ្លៀងមកស្រុតតិចម្ដងទៀតប្រហែលជាអាចនៅថែមទៀតមកទៅលើបើដីប៉ុណ្ណឹងគាត់ថាវានេះហើយមិនតនេះបងប្អូនមិននៅស្រុតបន្ថែមទៀត